ហើយអ្វីបានជាប្រើច្បាប់សរុបទាញនៃការសរុបលុយប្រើគ្រប់ខីទាំងអស់ឲ្យអត់ទទួលបានលទ្ធផលចាមកស្ដាប់ទីនេះចាជើងបងប្អូនជាទីស្រឡាញ់ខ្ញុំម្នាក់ដឹងថាដំបូងឡើយប្រើច្បាប់សរុបទាញហេតុអីបានផលម៉េះយូរទៅសរុបលុយចេះតែមិនសូវបានបងប្អូនចំណុចចាប់ដើមពីដំបូងនៅពេលដែលយើងរៀនច្បាប់សរុបទាញតាំងពី2017 18អីមកហ្នឹងយើងមុនគេគឺយើង focus លើក្តីសុខចាយើងមានក្តីសុខខ្លាំងយើងអរគុណកតញ្ញូដឹងគុណយើងអត់ខ្វល់រឿងថាត្រូវមកសរុបលុយទេតែនៅពេលដែលយើងប្រើហើយយើងសរុបលុយបានវាមានរឿងល្អចូលមកជាច្រើនក៏ធ្វើឲ្យយើងចាប់ផ្ដើមមានអារម្មណ៍ថាផ្ដោតលើគោលដៅខ្លាំងចង់បានខ្លាំងចង់សម្រេចខ្លាំងចង់មានលឿនចង់មានខ្លាំងគ្រប់យ៉ាងដែលយើងចង់ខ្លាំងទាំងអស់វាคล้ายទៅជាចំណុចទាញឲ្យច្បាប់សរុបទាញធ្វើការយឺតជាងមុនគ្រប់យ៉ាងដែលយើងបានមកមិនមែនបានមកដោយការចង់របស់យើងទេបានមកពីអារម្មណ៍របស់យើងវាទទួលបានហើយវាមានអារម្មណ៍ថាយើងអត់បានត្រូវការវាខ្លាំងទេគឺយើងល្មមធម្មតាតែនៅពេលដែលមានសេចក្តីសុខផ្លូវចិត្តភ្លាមលុយស្រឡាញ់នៅសេចក្តីសុខលុយចូលចិត្តនៅភាពមិនតានតឹងលុយចូលចិត្តនៅភាពសบายរីលាសអត់ចង់បានទេលុយតែយើងចង់បានលុយអត់មកទេអញ្ចឹងបងប្អូនបើសិនជាចង់សរុបលុយបានត្រូវព្យាយាមសាងអារម្មណ៍ក្តីសុខឲ្យបានច្រើនកុំគិតរឿងលុយខ្លាំងពេកប្រឡែងទុកមកលើដាក់គោលដៅហើយគឺបិទចោលសិនហើយយើងមកអនុវត្តដាក់រស់ដោយមានក្តីសុខធ្វើការនៅអ្វីដែលយើងស្រឡាញ់ចូលចិត្តចាប្រូក្រាមអីតិចតួចខ្លះទៅមិនបាច់ជាផ្ដោតអីខ្លាំងពេកទេបងប្អូនសាកមកចំណុចត្រង់នេះនឹងចាប់ផ្ដើមឃើញប្លែកអូលុយចាប់ផ្ដើមចូលខុសធម្មតាអត់ដូចអាពេលយើងតានតឹងអូយចូលខ្លាំងក៏អត់បានដែរហើយបើយក9នេះគឺយើងនឹងមានតិចនិចពិសេសអញ្ចឹងបងប្អូនអាចចូលរៀនខុសច្បាប់សរុបទាញយក9មីនីខុសតម្លៃតាម$9.99ថវិកាទាំងអស់យកធ្វើបុណ្យសពរសធម៌បងប្អូននឹងដឹងថាច្បាប់សរុបទាញយក9យើងអនុវត្តខុសពីបរិបទយក8ដោយសារយកបានបដូរហើយអញ្ចឹងច្បាប់សរុបទាញក៏បដូរបរិបទតិចតួចដែរតែតិចតួចហ្នឹងគឺធ្វើឲ្យយើងធូរស្រាលជាងមុនខ្លាំងមែនតើអញ្ចឹងបងប្អូនជាទីស្រឡាញ់រៀនច្បាប់សរុបទាញមិនត្រឹមតែសរុបលុយបានទេក្តីសុខសុភមង្គលគ្រប់យ៉ាងគឺយើងអាចសរុបបានដោយខ្លួនយើងផ្ទាល់